តើមនុស្សយើងម្នាក់អាចរស់នៅម្នាក់ឯងបានទេចម្លើយគឺអត់ទេការប្រស្រ័យទាក់ទងគឺជាមូលដ្ឋានគ្រឹះនៃជីវិតរបស់យើងទាំងអស់គ្នានៅពេលដែលទំនាក់ទំនងរបស់យើងមិនមានប្រសិទ្ធភាពបញ្ហាជាច្រើននឹងកើតឡើងចំពោះបុគ្គលគ្រួសារស្ថាប័នហើយនិងសង្គមជាតិទាំងមូលដោយមើលឃើញបញ្ហាទាំងនេះសាលា Go Global បានរៀបចំវេទិកាស្ដីពីការអភិវឌ្ឍខ្លួននិងដោយបានជ្រើសរើសយកប្រធានបទការប្រស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពនៅថ្ងៃទី14ខែមិថុនាឆ្នាំ2025នៅវេលាម៉ោង8ព្រឹកដោយមានការអញ្ជើញចូលរួមបកស្រាយដោយឯកឧត្តមបណ្ឌិតកងអោមប្រធានផ្នែកបណ្ដុះបណ្ដាលវិទ្យាសាស្ត្រអប់រំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថ្នាក់បណ្ឌិតនៃរាជបណ្ឌិតសភាកម្ពុជាមិនអាចនៅម្នាក់ឯងបានទេអញ្ចឹងដើម្បីឲ្យមនុស្សយើងម្នាក់ទៅម្នាក់ឬក៏ម្នាក់ទៅគ្នាច្រើនឬក៏គ្នាច្រើនមកយើងម្នាក់វិញនោះមានដំណើរការប្រកបដីគឺយើងត្រូវការប្រស្រ័យទាក់ទងគ្នាអញ្ចឹងប្រស្រ័យទាក់ទងគ្នានេះដែលភាសាអង់គ្លេសគេហៅថា communication អញ្ចឹងនៅក្នុងការប្រស្រ័យទាក់ទងគ្នាដែលល្អគឺជាការប្រស្រ័យទាក់ទងគ្នាដែលហាក់បីដូចជាយើងធ្វើដំណើរឆ្លងស្ពានមួយដែលល្អគួរឲ្យចោលឆ្លងហើយរឹងមាំទុកចិត្តនៃស្ពាននោះដើម្បីធ្វើឲ្យព័ត៌មានទាំងឡាយដែលយើងត្រូវបញ្ជូនតាមរយៈស្ពានដែលយើងត្រូវឆ្លងនេះបានស្រួលបានល្អជាការពិតណាស់ការប្រស្រ័យទាក់ទងពិតជាមានសារៈសំខាន់សម្រាប់បុគ្គលគ្រួសារស្ថាប័ននិងសង្គមជាតិទាំងមូលសម្រាប់លោកស្រីដែលមានចំណាប់អារម្មណ៍ចូលរួមវេទិកាស្ដីពីការអភិវឌ្ឍខ្លួនសូមធ្វើការចុះឈ្មោះដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅតាមលេខទំនាក់ទំនងនៅលើអេក្រង់សម្រាប់លោកស្រីដែលខកខានមិនបានចូលរួមសូមរងចាំតាមដានខ្លឹមសារលម្អិតនៅលើទំព័រ Facebook Go Global School Go Global TV សូមអរគុណ